តើគ្នាឥឡូវយើងវិលត្រឡប់មើលជាមួយនឹងវីដេអូ unboxing ជាមួយនឹង drone Mac SG 901 Max ប្រភេទនេះគឺ series GPS Smart Drone ដែលបំពាក់ជាមួយនឹង tele អេក្រង់សំខាន់ drone នេះតម្លៃវាក្រោម$100ទេតម្លៃវាក្រោម$100ទេយើងបាន tele មានអេក្រង់មានជាមួយនឹងប្រព័ន្ធ GPS ល្អមែនទែនសម្រាប់អ្នកយកទៅរៀនប្រើដំបូងហើយចង់បានប្រភេទពួក tele អេក្រង់ឥឡូវយើងទៅមើលជុំវិញប្រអប់វាហើយចាំយើងធ្វើការបាក់ unboxing វាតែម្ដងយើងយកមកគឺប្រភេទ Mac អ្នកទាំងគ្នា Mac ហ្នឹងគឺអេក្រង់វារាងធំបើ Series Pro នេះគឺអេក្រង់រាងតូចទេយើងអត់យកមកទេប្រភេទពួកនេះអញ្ចឹងគឺយើងយកមកគឺប្រភេទពួកនេះខ្ញុំមកវាស្អាតមែនទែនអ្នកគ្នាដែលបំពាក់ជាមួយនឹងប្រអប់ពណ៌សមកចេញមកគឺវា classic ហើយវាចេញមកវា premium ដែរសម្រាប់អ្នកដែលចង់បានយកទៅរៀនលេងយកទៅហោះលេងលើបងទទួលបានជាមួយនឹងកាបូបប្រភេទកាបូបកាន់ដៃមួយដែលកាបូបនេះគឺជាខ្សាច់កណាត់អ្នកគ្នាកាន់ទៅគឺហាប់ណែនដៃល្អដែរជាមួយនឹង root យើងអាច root មកនៅខាងក្នុងវាយើងទទួលបានជាមួយនឹង drone ថ្មមួយគ្រាប់ហើយនេះគឺជាដុំ sensor ការពីបុក tele អេក្រង់អ្នកគ្នា tele អេក្រង់ M-SRAM តែម្ដងជាមួយ tele អេក្រង់ហើយទទួលបានជាមួយនឹងសភៅណែនាំក៏ដូចជានេះគឺជា slide ខ្សែសាកក៏ដូចជា slab សកូមួយឈុតអីបន្ថែមទៀតហើយវាមានជាមួយនឹងសភៅណែនាំយើងអាចមើលបានបើថាយើង tele ហ្នឹងហើយ app វាផ្សេងហ្នឹងយើងអាចប្រើបន្ថែមទៀតក៏បានដែរប្រភេទ drone ដែលមានប្រព័ន្ធ GPS អញ្ចឹងទៅធ្វើឲ្យការហោះហើររបស់វាគឺបានឆ្ងាយវីដេអូនេះក៏ខ្ញុំបង្ហាញអំពី spec ពីការប្រើប្រាស់ត្រួសជួយអ្នកតើគ្នាសម្រាប់នេះវិញគឺជាថ្មវានេះគឺជាថ្មរបស់ drone ហ្នឹងតែម្ដងថ្មវាគឺទំហំធំដែរសម្រាប់យើងយកទៅប្រើប្រាស់យកទៅអីគឺ M-SRAM ជាមួយនឹងថ្មវាគឺ3800 mAh នៅខាងនេះអញ្ចឹងទៅហោះបានយូររហូតដល់20នាទីជាងទទួលបានជាមួយនឹង remote control គឺប្រភេទ tele អេក្រង់នេះគឺជា tele អេក្រង់និយាយទៅលយមែនតើនៅខាងនេះជាមួយ tele អេក្រង់យើងអាចដាក់ទូរស័ព្ទ color នេះក៏បានដែរហើយយើងឃើញជាមួយនឹងដុំ sensor នេះគឺជាដុំ sensor កៅបុកគឺក្រុមហ៊ុនដាក់ឲ្យយើងតែម្ដងយើងអាចដាក់នៅលើនេះឥឡូវចាប់ចូល sensor ចូល drone ហើយខ្ញុំមកធ្វើការ insert ជាមួយនឹងដុំ sensor នេះចូលមកយើងបែរអាខាងពណ៌សផ្ទៃពណ៌សមកជុំនេះដោតវាចូលកលៈវានៅក្នុងនេះដោតឲ្យត្រូវកលៈបែបហ្នឹងមកនិយាយទៅវាមានកលឹះវាអញ្ចឹងយើងដោតត្រូវកលឹះទៅប៉ុណ្ណឹងគឺវាចូលស្មើល្អហើយបន្តមកទៀតយើងអាចធ្វើការដាក់ថ្មចូលសម្រាប់ថ្មវាយើងអាចសេរីមើលទៅកន្លែងក្បាលដោតនេះជាមួយនឹងគូដោតនេះដាក់វាចូលត្រូវកលៈវាមកនេះនិយាយទៅឲ្យស្មើបែបហ្នឹងមកប៉ុណ្ណឹងគឺវាចូលល្អហើយលើ remote control វិញគឺអត់មានស្មុគស្មាញច្រើនទេសាកថ្មវាផងខ្សែ type C ដល់នេះបើអ្នកមានខ្សែក្រៅបន្ថែមទៀតអ្នកអាចសាកបានឬក៏អ្នកមានខ្សែតែមួយដែលក្រុមហ៊ុនឲ្យទេគឺអាចសាកទៅនោះសាកថ្មហើយពេញចាំយើងសាកជាមួយនឹង remote control ក៏បានដែរជុំវិញ drone ទៅគឺប្រភេទ drone នេះគឺពណ៌ទឹកប្រាក់នៅក្នុងនេះបំពាក់ជាមួយនឹងពណ៌ទឹកប្រាក់ទឹកថ្នាំវាគឺបែបគ្រឿមនៅក្នុងនេះគ្រឿមតែកាន់ទៅគឺ premium ហើយជាមួយនឹង motor brushless ដែលប្រើ motor ធំមានជាមួយនឹង slab គឺនិយាយទៅ drone នេះគឺជាប្រភេទ drone បានតែជើងដែលធ្វើឲ្យយើងងាយស្រួលក្នុងការដាក់តាមខ្លួនម្យ៉ាងទៀតកាមេរ៉ាវាគឺជាប្រភេទកាមេរ៉ាដែលយើងអាចពង្រចុះពង្ឡើងបាននេះឬសេរី motor វាអត់អាហ្នឹងគឺជា motor ដែលយើងអាចពង្រចុះពង្ឡើងបានតាម tele តែម្ដងអត់មានធ្វើការពិបាកទេគឺយើងចង់ពង្រចុះពង្ឡើងយើងអាចពង្រនៅពេលដែលយើងកំពុងហោះតែម្ដងវាមានជាមួយនឹង sensor ការពិបុកខាងលើទៀតខាងក្រោម sensor ទុំហ្នឹងខាងលើគឺជា sensor ការពិបុកហើយខាងក្រោយនេះគឺជាថ្មរបស់ drone ហ្នឹងតែម្ដងចឹងតែប៉ុណ្្នឹងទេ drone ហ្នឹងអត់មានអីស្មុគស្មាញច្រើនទេសម្រាប់ LED វិញចង់មិនថាច្រើនប៉ុណ្ណាយើងធ្វើការបើកវាតែម្ដងចុចឲ្យប៊ូតុងណាជាប់ប្រហែលជា5វិនាទីវានឹងធ្វើការបើកតែម្ដងអាចទេអ្នកនាងភ្លើងវាគឺមានខាងមុខ2អាចចូល4គ្រាប់ហើយនៅខាងក្រោមមាន2គ្រាប់ទៀតចូល6គ្រាប់ហើយបើភ្លើង LED ទៀតការបើកជាមួយ tele ចុចឲ្យប៊ូតុង color នេះ3វិនាទីមកអ្នកនាងពឺចឹងមកទុកវាចាំមកស្ទុះទៅចាំមើលវិធីគឺដំណើរការវានឹងបង្ហាញរូបភាពទៅលើអេក្រង់តែម្ដងឥឡូវខ្ញុំ select មក English ហើយខ្ញុំចុច increase បង្ហាញអំពីការប្រើប្រាស់ទៅលើ tele function នីមួយៗហើយមិនប្រើទាំងអស់ទេអ្នកនាង function ហ្នឹងគឺយើងកាត់ចោលខ្លះទេដោយសារតែ function ខ្លះអត់ប្រយោជន៍មែនទែនអញ្ចឹងទៅមិនប្រើក៏បានដែរដូចជាពិសេសគឺ function មួយនេះ function មួយហ្នឹងគឺមិនប្រើទេអ្នកនាងត្រីវិស័យទិសហ្នឹងគឺមិនប្រើទេសម្រាប់ function ខាងលើនេះអ្នកនាងមើលទៅឃើញអីឃើញរូប drone មួយហើយនឹងជុំវិញហ្នឹងគឺចុចហ្នឹងគឺសំដៅទៅលើ sensor វានឹងការពីបុកផ្សេងអានេះយើងអាចបើកបាននៅពេលយើងពងហោះហើយសម្រាប់ទៅលើអេក្រង់វាគឺបង្ហាញរូបភាពមកច្បាស់ល្អដែរយទៅរូបភាពលើអេក្រង់គឺច្បាស់ល្អដែរសម្រាប់យើងយកទៅមើលយកទៅអីហ្មងគឺដឹងតែអូខេតែម្ដងហើយយើងអាចសេរីកាមេរ៉ាវាចុះឡើងនិយាយទៅយើងអាចសេរីចុះឡើងបានតាម tele ទៀតហើយវាមានបង្ហាញជាមួយនឹងថ្មប្រហែល%សេវាក៏ដូចជា memory មាន all GPS mode អីផ្សេងហើយស្រាប់លើអេក្រង់បើយើងចង់ចុចថតរូបថតវីដេអូយើងអាចចុចប៊ូតុង cam នេះបានឃើញអត់មាន6ប៊ូតុងហ្នឹងអានេះគឺជាប៊ូតុងថយក្រោយមើលរូបទៅ
hai nó cứ chưa bật tông sạp những critic xem trong thọรูปថតវីដេអូអញ្ចឹងដោយសារឥឡូវខ្ញុំអត់បានដាក់ memory ទេហើយដ្រូននេះគឺស្រាប់យើងថតនេះគឺខ្ញុំណែនាំមានវិធីក្នុងការថតមិនចាំបាច់មើលមិនចាំបាច់ដាក់ memory ទេដោយសារតែវាចេញជា file ញ៉ៃៗច្រើនតែមិនខ្វល់លើកន្លែងហ្នឹងគឺយើងមានវិធីក្នុងការថតរូបភាពថតអីចូលទូរស័ព្ទបានយ៉ាងងាយស្រួលជាងនឹងទៀតប៊ូតុងលើនេះវិញម្ដងប៊ូតុងនេះគឺជាប៊ូតុងសម្រាប់ហោះឡើងនៅពេលដែលយើងបញ្ឆេះ motor យើងអាចធ្វើការចុចប៊ូតុងនេះទៅវាហោះឡើងហើយប៉ុន្តែក៏មិនខ្វល់ដែរសំខាន់ឲ្យតែយើងចេះប្រើលើ joystick នេះ store ទៅគឺអូខេតែម្ដងហើយសម្រាប់ប៊ូតុងនេះគឺជាប៊ូតុង return home មានន័យថានៅពេលដែលយើងហោះទៅឆ្ងាយយើងខ្ជិលបញ្ជាមកវិញវាចាយពេលយូរយើងចុចតែប៊ូតុងតែមួយទៅវានឹងធ្វើការ return home ហោះមកទីតាំងដែលវាចាប់ GPS នឹងបានហើយនេះគឺជាប៊ូតុង GPS មានន័យថានៅក្នុងផ្ទះបើយើងចង់ហោះបានដល់បិទ GPS ហ្នឹងណាប៉ុន្តែគុំអីល្អជាងដោយសារតែខ្ញុំគិតថាអ្នកមើលវីដេអូហ្នឹងគឺប្រកាសជាអត់តន់ចេះប្រើ drone ទេអញ្ចឹងទៅយល់ល្អគឺមិនប្រើទេខ្លាច GPS ហ្នឹងណាហោះនៅទីតាំងដីវាកន្លែងវាលទៅបានងាយស្រួលក្នុងការហោះហើរវាសុវត្ថិភាពហើយវាហោះនឹងជាងថនក្នុងផ្ទះលឿនបើយើងចង់ឲ្យ drone ហោះលឿនយើងអាចអូសមកខាងបូកមកចង់ drone ហោះយឺតយើងអាចអូសមកខាងដកទៅឮសលេងទឺតម្ដងហ្នឹងគឺមានន័យថាលឿនទី1លឿនទី2ហើយនឹងលឿនទី3អញ្ចឹងវាមានទាំងអស់3លឿនទាំងនេះឮសលេង3ដងគឺលឿនទី3លឿនជាងគេអញ្ចឹងណាសម្រាប់កន្លែងនេះវិញគឺជាកន្លែងសេរីកាមេរ៉ាចុះឡើងអ្នកនេះអាចសាកសេរីខ្លួនឯងតិចទៅឃើញហើយនេះខេតខ្ញុំសេរីចុះខ្ញុំចង់សេរីចុះឬក៏សេរីឡើងយើងអាចសេរីបានតាមនេះតែម្ដងអញ្ចឹងគឺផ្ដល់ភាពងាយស្រួលមែនតើសម្រាប់នៅពេលយើងហោះហើរយើងចង់មើលរូបភាពងើយចុះងើយឡើងលេបូវីសអាមែនតើ SG 901 Max អញ្ចឹងអ្នកចង់ប្រើប្រាស់អីតម្លៃខុស100ជាមួយនឹង tele បែបនេះដឹងតែអែមស្រែមហើយ tele របស់ SG 901 Max គឺស្អាតណាស់បងនេះជាមួយនឹងផ្ទៃអេក្រង់បង្ហាញរូបភាពមកដិតច្បាស់ល្អមែនតើសម្រាប់យើងយកទៅប្រើប្រាស់បងអ្នកចង់យកទៅរៀនប្រើប្រាស់ដូចខ្ញុំនិយាយក្បាលវីដេអូឲ្យម្ដងទៀតអញ្ចឹងគឺយកទៅរៀនប្រើប្រាស់តម្លៃខុស100បាន tele អេក្រង់ប្រភេទពួកនេះគឺ the best តែម្ដងមានជាមួយនឹងកាមេរ៉ាដែលយើងអាចមើលបាន motor bracelet sensor ការពីបុកមានជាមួយនឹងប្រព័ន្ធ GPS ថ្មហោះបានយូរក៏ដូចជា sensor ទប់នឹងនៅខាងក្រោមទៀតហើយវានៅមានមុខងារច្រើនទៀតសម្រាប់យកទៅរៀនប្រើប្រាស់យើងអាចរៀនប្រើប្រាស់ប៉ុណ្ណឹងសិនទៅចាំពេលយើងចេះស្ទាត់យើងអាចធ្វើការ upgrade បានដូចឥឡូវនេះគឺថ្មវានៅពេលយើងបើកវាចោលយូរដូចជាលើស5នាទីវាធ្វើការបិទអូតូរបស់ខ្លួនឯងតែម្ដងអញ្ចឹងគឺនិយាយទៅទំនើបមែនតើឥឡូវយើងទៅមើលវីដេអូនៃការហោះហើរមួយតែម្ដង let's go ដល់ពេលដែលយើងហោះជាមួយ drone SG 901 Max យើងហើយតើឥឡូវយើងធ្វើការហោះហើរវាមុនហោះហើរវា check មើលសិនថាលើនេះវាបង្ហាញអីខ្លះដោយឥឡូវនេះគឺ GPS ក៏មានដែរ GPS វាលោតទៅដល់30នេះលេខ30ជាងយើងអាចហោះហើរបានហើយម្យ៉ាងទៀតគេដាក់ GPS mode អញ្ចឹងនៅពេលដែលវាលោតអក្សរ GPS mode ហ្នឹងគឺវាហោះនៅក្នុងប្រព័ន្ធ GPS ហើយធ្វើឲ្យការហោះហើររបស់យើងបាន smooth បានឆ្ងាយហើយសុវត្ថិភាពឥឡូវខ្ញុំធ្វើការបញ្ឆេះ motor វាដើម្បីធ្វើការហោះវាខ្ញុំបញ្ឆេះ motor វានេះ joystick ទាំងពីរហ្នឹងយើងអាចផ្គុំមួយជាងក្រៅបែបហ្នឹងមកនេះផ្គុំជាងក្រៅដូចខ្ញុំអញ្ចឹងផ្គុំតែមួយមកបលែងដៃទៅវាវល់ motor ហើយយើងអាចរុញចូលទៅឆ្វេងនេះឡើងមកហោះកម្ពស់ខ្ទង់ 3-4 ម៉ែត្រទៅវាហោះនឹងល្អណាឥឡូវយើងរុញវាឡើងយើងហោះដល់ 3-4 ម៉ែត្រនោះនេះប៉ុណ្ណឹងមកគឺវានឹងល្អហើយឥឡូវយើងងាកទៅមើល drone នេះ drone នៅខាងលើឃើញនោះនេះឃើញវានឹងល្អអត់អញ្ចឹងហោះដល់កម្ពស់ប្រហែលជាខ្ទង់ 3 ម៉ែត្រកន្លះ 4 ម៉ែត្រទៅវាស្រួលក្នុងការហោះហើរផងឥឡូវនេះគឺវាហោះឡើងលើហើយវារេតិចហ្នឹងដោយសារតែមានខ្យល់កន្ធាក់មកទេអញ្ចឹងទៅគឺមិនភ័យទេណោះគ្នាយើងលេងទីតាំងដីវាកន្លែងអញ្ចឹងទៅងាយស្រួលក្នុងការហោះហើរដំបងសម្រាប់អ្នកទាំងអស់គ្នាផងដែរហើយខ្ញុំចូលអ្នកគ្នាបានឃើញវាគៀកបន្តិចណែស្អាតមែនតើ drone នេះគឺពណ៌ប្រផេះណោះនេះហើយណាមួយឥឡូវពេលល្ងាចផងអញ្ចឹងទៅរៀងងឹតទីតែជាបញ្ហាទេសម្រាប់ drone យើងសម្រាប់ការបញ្ជាខ្ញុំប្រាប់អញ្ចឹង joystick កាឆ្វេងនេះគឺសម្រាប់ហោះឡើងលើយើងហោះចុះក្រោមហើយយើងចង់ងាកក្បាលវាដែលឥឡូវបែរក្បាលទៅខាងនោះចង់ងាកក្បាលវានេះរុញ joystick កាឆ្វេងនេះមកខាងឆ្វេងគឺងាកឆ្វេងមកខាងស្ដាំគឺវាងាកស្ដាំនៅក្នុងនេះហើយសម្រាប់ joystick ខាងស្ដាំនេះគឺសម្រាប់យើងទៅមុខទៅក្រោយនេះចាំមើលខ្ញុំរុញវាទៅមុខគឺ drone ហោះទៅមុខរុញវាមកក្រោយគឺ drone វាហោះមកក្រោយក៏ដូចជារុញវាមកស្ដាំគឺ drone វាទៅស្ដាំនៅក្នុងនេះហើយបើរុញមកខាងឆ្វេងគឺ drone ទៅខាងឆ្វេងតាមយើងតែម្ដងអញ្ចឹង joystick ហ្នឹងអ្នកនេះអាចសាកវិជាលេងបានសំខាន់គឺយើងឈរពីក្រោយ drone បែបហ្នឹងបែរកាមេរ៉ាទៅត្រង់ដូចយើងបែបហ្នឹងណាឥឡូវនេះខ្ញុំធ្វើការចោះចតវាតែម្ដងអញ្ចឹងបើយើងចោះចតយើងចង់ចុះលើស្មៅក៏បានតែលើស្មៅអញ្ចឹងយើងអាចកូត motor កូតអីយកល្អកាន់ដៃក៏បានដែរយើងបញ្ជាវាមកគៀកយើងតិចមកហើយយើងឈោងដៃមកអស់មកចាំយើងចាប់ឥឡូវខ្ញុំបញ្ជាមកចិត្តតិចនេះធ្វើចង្អាយ 3-4 ម៉ែត្រតិចទៅហើយយើងអាចដើរទៅចាប់វាក៏បានដែរណោះនេះអាចចាប់ពីខាងក្រោមវាណោះនេះចាប់ពីខាងក្រោមវាទៀតមកនេះពេលយើងចាប់វាចាប់ពីខាងក្រោមបែបនេះចាប់ពីខាងក្រោមវាជាប់បែបហ្នឹងយើងរុញចូលទៅឆ្វេងនេះរុញវាជាប់មកចាំវាមកស្ទុះវាបិទ motor ខ្លួនឯងតែម្ដងឃើញយើងចាប់ឲ្យជាប់កលាក់ខាងក្រោមហ្នឹងហើយយើងរុញចូលទៅឆ្វេងវាជាប់មកវានឹងធ្វើការប្លុក motor តែម្ដងអញ្ចឹងងាយស្រួលទេសម្រាប់ drone SG 901 Max យើងចង់ចុះចតចង់អីហ្នឹងក៏វាស្រួលដែរប្រភេទ drone ពួកនេះអែមស្រែហ្មងបាទ